យូរនឹងឆាប់អាចធ្វើឲ្យអ្នកខាតបង់បើសិនជាអ្នកមិនកែប្រែនៅអត្តចរិតទាំង6ប្រភេទនេះប្រភេទទី1អត្តចរិតអន្តរសាឆាប់ខឹងមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងជួបរឿងបន្តិចបន្តួចគឺខឹងឡើងឬក៏ជួបបញ្ហាដែលត្រូវដោះស្រាយភ្លាមមិនអាចទប់បានមនុស្សប្រភេទនេះគឺធ្វើឲ្យមនុស្សជុំវិញខ្លួនមិនចង់នៅក្បែរឡើយប្រភេទទី2ក្នុងចិត្តលាក់បាំងមិនបាននៅរឿងរ៉ាវមានរឿងបន្តិចបន្តួចធ្វើឲ្យគេដឹងគ្រប់គ្នាគ្មានភាពឆ្លៀសវៃបែបនេះងាយនឹងធ្វើឲ្យគេអូសទាញបានងាយនឹងធ្វើឲ្យគេចាប់បាននៅចំណុចខ្សោយនេះគឺជាចរិតមនុស្សធម្មតារឿងខាតបង់គឺយូរនឹងឆាប់នឹងមកដល់ប្រភេទទី3មិនចេះបែងចែកពាក្យពិតឬការលេងសើចយកពាក្យគួរសមគេមកធ្វើជាការពិតដោយពាក្យថាស្ដាប់សម្ដីត្រូវស្ដាប់សូរស្ដាប់ស្គរត្រូវស្ដាប់សំឡេងមានន័យថាស្ដាប់គេនិយាយត្រូវគិតពីសម្ដីបង្កប់ន័យធ្វើអីចឹងទើបយល់បានពីអត្ថន័យពិតរបស់គេប្រភេទទី4ទ្រាំមិនបាននៅការស្ដីបន្ទោសបន្តិចបន្តួចគេថាឲ្យ1ម៉ាត់តមាត់គេវិញ6ម៉ាត់បើសិនជានៅកន្លែងធ្វើការបែបនេះអ្នកក៏ឈរជើងមិនជាប់ដែរពីព្រោះមនុស្សដែលទ្រាំនឹងការស្ដីបន្ទោសមិនបានប្រកបជាមនុស្សគ្មានភាពចាស់ទុំឡើយប្រភេទទី5ឆាប់ប្រគល់ចិត្តស្មោះត្រង់ឲ្យគេបានជួបមនុស្សនិយាយត្រូវគ្នាតែប៉ុន្មានម៉ាត់សោះក៏គិតថាគេជាគ្នាឯងប្រាប់នឹងការពិតមួយបើសិនជាអ្នកនិយាយជាមួយនរណាម្នាក់ហើយមានអារម្មណ៍ថាចុះសម្រងគ្នាល្អណាស់មិនមែនមានន័យថាគេជាមនុស្សដែលអ្នកអាចជឿជាក់បាននោះទេអាចគេនឹងកំពុងខ្វប់ចិត្តអ្នកដោយសារអារម្មណ៍វៃឆ្លាត IQ របស់គេខ្លាំងជាងអ្នកដូច្នេះហើយការសម្ងាត់ទាំងអស់របស់អ្នកត្រូវតែរក្សាឲ្យបានលើកលែងតែអ្នកនិងគេជឿជាក់គ្នា 100% បើមិនអញ្ចឹងទេគឺនៅមិនឆ្ងាយពីការខាត់បងឡើយប្រភេទទី6គឺប្រភេទមនុស្សមិនសមហេតុផលបបោមាត់និយាយមិនសមរម្យតែងតែចូលចិត្តចាប់យកបញ្ហាមិនលេងមិនគិតពីលទ្ធផលចុងក្រោយជាពិសេសងាយនឹងមានចំនួនងាយនឹងនាំមកនៅគ្រោះមហន្តរាយពិនិត្យមើលខ្លួនឯងមើលតើអ្នកមានចំណុចណាខ្លះបើមានសូមប្រញាប់កែតម្រូវភ្លាម